Hello បងប្អូនចាដល់ម៉ោងកក់សក់ទៀតហើយនិយាយទៅចាហើយមុនខ្ញុំកក់ខ្ញុំតែប្រើព្រីងដូងត្រជាក់អប់មុនមួយយប់ឬក៏ខ្ញុំអប់មុនកន្លះម៉ោងតែ1ម៉ោងតែខ្ញុំកក់សក់អាហ្នឹងវាជួយការពារកុំឲ្យសក់យើងឆាប់ខូចងាយជ្រុះងាយបែកចុងចាហើយនេះខ្ញុំថតកាត់ណាខ្ញុំប្រើជាមួយនឹងម៉ាស់សក់ធម្មជាតិនេះចានិយាយទៅសាច់ម៉ាស់វាបានចានេះខ្ញុំមកអត់បង unboxing ទៀតណាខ្ញុំប្រើអស់ច្រើនដបហើយបងប្អូនមើលបានចាយល់ណាញីគគល់ម៉ាសាវាមកអ្នកនរគ្នាចានេះអរគ្នាខ្ញុំចូលមកដល់ក្រុមអញ្ចឹងហើយខ្ញុំថតកាត់មុនអ្នកគ្នាបើខ្ញុំធ្វើទាំងអស់ជួយអ្នកគ្នាហ្មងគឺវារួមមកនេះអញ្ចឹងយើងម៉ាស្សាគូលវាអញ្ចឹងណាហើយទុកចោលកន្លះម៉ោងតែ1ម៉ោងចាំយើងធ្វើការកក់សក់ពេលដែលយើងប្រើពេលដែលប្រើជាមួយនឹងម៉ាសក់គួយសក់គឺតម្រូវឲ្យក្នុងរយៈពេលកន្លះម៉ោងហ្មងទៅត្រូវតែកក់សក់ហ្មងតែបើសិនជាបងប្អូនប្រើពេញដូងត្រជាក់ដូចខ្ញុំធ្លាប់ review ដែរពេញដូងត្រជាក់ហ្នឹងគឺអាចទុកមួយថ្ងៃមួយយប់បានអញ្ចឹងណាហើយយើងនិយាយទៅអញ្ចឹងទៅមិនគឺខ្ញុំប្រើពេញដូងមុនដែរអញ្ចឹងណាតែបើខ្ញុំដាក់ម៉ាស់អញ្ចឹងអ្នកដែលគាត់លេងផងសក់ឬសក់ជ្រុះសក់អីខ្ញុំសាកជាមួយឈុតនេះបានដែលមានពេញដូងត្រជាក់ជាមួយនឹងម៉ាស់សក់ធម្មជាតិសម្រាប់ពេញដូងត្រជាក់គឺมันទិញតែម្ដងប្រើអស់ច្រើនមែនតើជួយសក់ជួយស្បែកលាយម៉ាស់លាយ scrub យកទៅធ្វើពេកនេះផ្សេងៗចម្រាញ់បានទៀតណាចង់ពេញដូងត្រជាក់នេះញ៉ាំបានទៀតចាជួយរក្សាគីឡូមែនទេហាទប់ការឃ្លាតណាចឹងបងអូនក៏ចង់បានពេញដូងត្រជាក់អាចធ្វើការកំងពីខ្ញុំបានគឺខ្ញុំមាន10ធំជូរអានេះគឺ10ធំចំណុះ 500ml មាន250ml 500ml ហើយមិនខ្ញុំ 100ml ចាអានេះក៏បងខ្ញុំប្រើដែរគាត់ថាខ្ញុំប្រើទូចមុនចឹងហើយវាស្រួលទូចយល់ទៅតាមខ្លួនចឹងអ្នកដែលគាត់ចង់បានពេញដូងត្រជាក់កំងបានអរគុណ